កន្លែងគេមកហូបអីអត់មានដែរបងកន្លែងស្អាតមកហូបឆ្ងាញ់ហូបហៀហ្មងញ៉ាំអត់វ៉ាច្រើនពេកគឺស្ដីបងចំណាយកំសាន្តហ្នឹងគឺសុបាយព្រោះបានហៀរៀងលះញ៉ាំឆ្នាំមុនសម្រាប់ដំណើរកំសាន្តនេះខ្ញុំចូលប្រហែល3យប់ឯងព្រោះយប់នេះលេងអស់ពីទៀតសុបាយខ្លាំងមែនតើហើយញ៉ាំអីគឺបបយវាគឺបងខ្ញុំនិយាយឲ្យចំពោះដំណើរកំសាន្តទៅមណ្ឌលគិរីហ្នឹងគឺជាលើកទី1របស់ខ្ញុំហើយអាកាសធាតុទៅជាខុសប្លែកមានអារម្មណ៍ថាដូចនៅស្រុកក្រៅណាបងគឺនៅស្រីឡែនហៅបងខ្ញុំគ្រូសុបាយជាងឆ្នាំមុនតែក្នុងឆ្លៃតាអាកាសធាតុឆ្លៃស្លាប់នៅការញ៉ាំអីគឺបបហើយឆ្លៃតែមួយទៀតគឺឈប់ថតហើយឈប់គឺថតហើយចំពោះហើយលោកចោលហើយឆ្នាំក្រោយខ្ញុំទៅដើម្បីលោកចំពោះឆ្នាំក្រោយវិញទៅណាក៏បានដែរតាមបេះដូងមេបេះដូងគ្នាស្ដីអ្នកគ្នាក៏ដូចជាមេធំរបស់យើងគឺទាឬងទៅផ្លែគុណដល់មេធំខ្លាំងមែនទែនហើយក៏ដូចជាចាម្លាយនិងសក្តាដែលគាត់បងគួរនេះគឺបានល្អអញ្ចឹងសក្តាប្រសានលើកនេះគឺឃើញថាពេញចិត្តជាងលើកណារបស់ព្រោះពេញចិត្តជាងពូស្រួលបើទៅដល់ណាចឹងដំណើរកម្សាន្តលើកទី3របស់យើងនេះគឺឃើញថាប្រសើរអាចចាត់ទុកថាជា 5 star ហើយចឹងអត់មិនដេកទៅផាត់យើងទៀតគាត់ចូលដេកបាត់យើងផាត់ទៀតចឹងចង់ក្រោយអត់មាននេះទេគាត់ចង់5នេះគាត់អរគ្នាថាយើងខំបង្កើននៃការលក់ហើយនឹងការជួយគ្នាដើម្បីយើងមានដំណើរកម្សាន្តទៅឆ្នាំក្រោយទៀតដល់តាមភាសាចំណេញចង់ទៅហើយប្រទេសប្រាថ្នាខ្ញុំគឺចង់ទូស្មេទៅបាយប៉ាសពតតបានឆ្នាំក្រោយអរគុណដល់ដល់ការពិតឆ្នាំក្រោយក៏ផ្ដាច់ណាថាឲ្យមេបាយប៉ាសពតតែម្នាក់មេទេអរគុណទោះជាគាត់មិននិយាយ